ស្គាល់ខ្លួនឯងពិតជីវិតមាំមួនឆ្កែមិនបានអន់ចិត្តដោយហេតុមនុស្សយើងមិនសំពះវានោះទេទោះជាមនុស្សយើងយកជើងលេងក្បាលវាក៏វាមិនប្រកាន់ដែរសេចក្តីនេះព្រោះវាព្រមទទួលនៅអ្វីៗតាមសភាវៈរបស់ខ្លួនវាជាសត្វដេរឆានជីវិតមនុស្សពិតជាប្រសើរជាងសត្វដេរឆានព្រោះបដិសន្ធិដោយផលបុណ្យប៉ុន្តែក្នុងរវាងការកើតនិងការស្លាប់រមែងមានផលបុណ្យនិងផលបាបប្ដូរផ្លាស់គ្នាជានិច្ចអ្នកតាមដានរឿងជីវិតដោយសតិទើបបានដឹងថាជីវិតមួយផ្នែកជាវិបាករបស់កម្មមួយផ្នែកទៀតកំពុងសាងកម្មនៅពេលជីវិតជាអកុសលវិបាកជីវិតតែងទទួលរងនូវអារម្មណ៍មិនល្អពិតមែនតែខ្លួនជាមនុស្សមិនមែនឆ្កែប៉ុន្តែគួរកំណត់ដឹងអកុសលវិបាកពិតៗទើបមិនប្រកាន់ហើយនៅដោយការស្ងប់ចិត្តទៅបានចិត្តបរិសុទ្ធដឹងនៅអារម្មណ៍មនុស្សយើងសប្បាយចិត្តនៅក្នុងលោកព្រោះដឹងខ្លួនថាខ្លួនជាអ្នកដឹងនៅអារម្មណ៍នោះប៉ុន្តែលុះមានអារម្មណ៍មិនល្អមកប៉ះខ្ទប់ព្រោះខ្លួនជាអ្នកទទួលរងនោះទើបកើតទុក្ខតាមផ្លូវចិត្តតាមធម៌បរមត្ថពិតៗគឺត្រឹមតែវិញ្ញាណតាមទ្វារ6ទ្វារណាមួយប៉ុណ្ណោះដែលកើតឡើងមកទទួលដឹងនៅអារម្មណ៍ក្នុងលោកដោយមិនមានខ្លួនយើងខ្លួនគេឬសត្វបុគ្គលណាជាអ្នកដឹងអារម្មណ៍នោះឡើយការចម្រើនសតិប្បដ្ឋានវិបស្សនាគឺប្រព្រឹត្តទៅដើម្បីដឹងការពិតនៃបរមត្ថការជាក់ច្បាស់ហើយទើបឃើញថាលោកនេះមិនគួរឲ្យត្រេកអរទេលោកនេះមិនគួរប្រកាន់ថាជារបស់មាំមួនឡើយធម៌ទាំងឡាយចាប់ផ្ដើមពីចិត្តទៅមុនសេចក្តីល្អឬអាក្រក់ទាំងឡាយចាប់ផ្ដើមពីចិត្តទៅមុនចិត្តជាអ្នកសាងនៅសន្តានចេតនាការគំនិតល្អឬអាក្រក់ជាធម្មជាតិដែលមានអំណាចដាច់ខាតក្នុងការឲ្យសុខឬឲ្យទុក្ខដល់បុគ្គលមនុស្សដែលមានសេចក្តីសុខព្រោះមានចិត្តជាសុខមនុស្សដែលមានទុក្ខក៏ដូចគ្នាព្រោះមានចិត្តជាទុក្ខចិត្តគឺជាធម្មជាតិដែលមានសេចក្តីសំខាន់ដ៏ក្រៃលែងក្នុងរឿងសុខទុក្ខនៃជីវិតបានជាមនុស្សល្អព្រោះចិត្តប្រសើរមនុស្សដែលយើងព្រមទទួលថាជាមនុស្សល្អនោះព្រោះគេបានធ្វើល្អនិងនិយាយល្អទាំងនោះព្រោះមកអំពីការគិតល្អជាមូលដ្ឋានអាចនិយាយម្យ៉ាងទៀតថាការតាំងចិត្តធ្វើជាមនុស្សល្អហើយក៏ប្រព្រឹត្តទៅតាមការតាំងចិត្តនោះដែរក្នុងโลกនេះមិនមានអ្វីដែលសំខាន់សម្រាប់យើងជាងយើងជាមនុស្សល្អនោះឡើយជំនួសការដែលយើងចង់ឲ្យអ្នកដទៃធ្វើសេចក្តីល្អឲ្យយើងគឺយើងត្រូវព្យាយាមធ្វើសេចក្តីល្អឲ្យខ្លួនឯងទៅតាមដែលយើងត្រូវការសេចក្តីល្អដែលយើងធ្វើដោយខ្លួនឯងទើបមានអានុភាពដល់ចិត្តជាពិតប្រាកដគឺធ្វើឲ្យចិត្តមានសុខស្ងប់ការមានចិត្តសុខស្ងប់ហើយអ្វីក៏រៀបរយទៅតាមនោះផងដែរយ៉ាងណាសម្រាប់នៅលើចិត្តរបស់មនុស្សសំខាន់សម្រាប់មនុស្សខ្លួនឯងខ្លាំងណាស់មានតម្លៃជាទីបំផុតត្រូវថែរក្សាឲ្យក្រៃលែងមនុស្សនឹងទៅជាបុគ្គលយ៉ាងណាគឺស្រេចទៅលើចិត្តរបស់គេនោះឯងតួយ៉ាងព្រះសុទ្ធត្ថដែលក្រោយមកបានជាព្រះសម្មាសម្ពុទ្ធក៏ព្រោះមកអំពីព្រះហឫទ័យរបស់ព្រះអង្គដែរពីមនុស្សធម្មតាតែក្រោយមកបានក្លាយជាព្រះអរហន្តជាទីគោរពបូជានៃមនុស្សនិងទេវតាទាំងឡាយព្រោះចិត្តរបស់លោកបានប្រឆាចកិលេសរីឯមនុស្សមានមុខមានមាត់ស្អាតបាតខ្លះតែជាទីរង្គៀសដល់មនុស្សទាំងឡាយព្រោះចិត្តអាក្រក់ហើយធ្វើអាក្រក់និយាយអាក្រក់ទៅតាមចិត្តដែលអាក្រក់នឹងឯងអាក្រក់ឬល្អបង្ហាញតាមក្រោយចិត្តចំពោះចិត្តមានសេចក្តីសំខាន់យ៉ាងណាអ្នកសិក្សាអំពីចិត្តអាចឃើញច្បាស់បានអ្នកដែលមានជោគល្អជាទីបំផុតគឺអ្នកដែលអាចធ្វើឲ្យចិត្តជាសុខបានរាល់ថ្ងៃនិងសេចក្តីស្ងប់ដ៏ពិតប្រាកដនៃចិត្តនោះឯងត្រូវចាំថាបើចិត្តអាក្រក់ហើយអ្វីទៀតក៏អាក្រក់ទៅតាមនឹងដែរតែបើចិត្តល្អវិញសេចក្តីល្អគ្រប់យ៉ាងនឹងតាមមកក្រោយដោយកង់រទេះវិលតាមស្នាមជើងគោដែលអូសនៅរទេះនោះដូច្នោះដែររកសុខខ្លួនឯងដោយឲ្យសុខគេការស្វែងរកសេចក្តីសុខដែលគួរឲ្យតេះដៀលក៏មានដែរគួរឲ្យសរសើរក៏មានដែរការស្វែងរកសេចក្តីសុខដើម្បីខ្លួនដោយការផ្ដល់ប្រគល់នៅទុក្ខភ័យឲ្យអ្នកដទៃវាគួរឲ្យតេះដៀលណាស់តែបើមិនបង្កទុក្ខភ័យឲ្យអ្នកដទៃជាការគួរឲ្យត្រេកអរហើយបើការស្វែងរកសេចក្តីសុខដើម្បីខ្លួននោះឯងដោយការផ្ដល់ប្រគល់នៅសេចក្តីសុខឲ្យអ្នកដទៃរបៀបយ៉ាងនេះគួរឲ្យសរសើរមែនទែនអ្នកស្វែងរកសេចក្តីសុខប្រាថ្នាសេចក្តីសុខដើម្បីខ្លួនដោយការបង្កនៅទុក្ខឲ្យដល់អ្នកដទៃរមែងជាមនុស្សដែលច្របូកច្របល់ទៅដោយពៀរមែងមិនផុតចាកពីពៀវេរាឡើយភ្លើងក្រោធដុតចិត្តក្តៅហើយបាបទៀតការខឹងក្រោធ
ធ្វើឲ្យចិត្តសៅហ្មងក្តៅក្រហាយក្រវល់ក្រវាយទោះដេកឬអង្គុយក៏មិនជាសុខដែរនេះគឺជាភ្លើងក្នុងអាស្រ័យនឹងចិត្តណាកើតឡើងរមែងដុតនៅចិត្តនោះដោយភ្លើងអាស្រ័យនឹងអូសណាឆេះឡើងក៏រមែងដុតកំទេចនៅអូសនោះដូច្នោះដែរភ្លើងគឺជាសេចក្តីក្រោធបើមិនចេះពន្លត់វាទេវានឹងឆេះឲ្យក្តៅជានិច្ចរឿយៗតទៅបើពន្លត់បានក៏ត្រជាក់សប្បាយដេកជាសុខអ្នកណាស្អប់ខ្ពើមហើយក៏ស្រេចតែគេទៅព្រោះការស្អប់ខ្ពើមបានទម្លាយនៅសុខភាពផ្លូវកាយជាពិសេសផ្លូវចិត្តរបស់គេស្រេចទៅហើយយើងមិនត្រូវស្អប់ត្រឡប់ទៅវិញឡើយការស្អប់ត្រឡប់តបគឺជាការទៅបន្តភ្លើងពីគេយកមកដុតខ្លួនឯងផ្លូវជីវិតពិតត្រូវសិក្សាផ្លូវជីវិតគឺលំបាកជាជាងផ្លូវដើរធម្មតាក្រៃលែងណាស់ទាំងមានភាពអាក់កំបាំងដ៏ខ្លាំងណាស់ទៅទៀតផងការដើរផ្លូវធម្មតាយើងគង់តែមានការសិក្សាដើម្បីឲ្យដឹងផ្លូវទៅមកទើបជាការងាយស្រួលនិងនាំឲ្យរួចផុតពីភ័យយន្តរាយទៀតផងចុះផ្លូវជីវិតវិញមានរឿងអ្វីដែលថាមិនចាំបាច់ត្រូវសិក្សានោះអ្នកដែលមានការចេះដឹងនៅក្នុងផ្លូវជីវិតគឺដឹងថាអ្វីខុសអ្វីត្រូវអ្វីល្អអ្វីអាក្រក់និងអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើហើយព្យាយាមបដិបត្តិធ្វើតាមការដែលដឹងនោះដូច្នេះរមែងនាំជីវិតទៅកាន់សេចក្តីសុខស្ងប់ដោយពិតប្រាកដការសិក្សាអំពីជីវិតគឺជាការកពួននៅបញ្ញាសម្បត្តិរួចហើយព្យាយាមបដិបត្តិតាមដែលបានដឹងនោះដោយកម្លាំងចិត្តដ៏រឹងមាំសំដៅទៅខាងមុខមិនរាថយនេះឈ្មោះថាយកបញ្ញាមកប្រើឲ្យបានជាប្រយោជន៍ដោយសេចក្តីព្យាយាមដឹងថាងងឹតត្រូវរកពន្លឺកាលបើភាពងងឹតគឺអវិជ្ជានៅតែគ្របសង្កត់ជីវិតការប្រព្រឹត្តពិតជានៅមានខុសកំហុសដែលកើតឡើងដោយភាពងងឹតនោះឯងធ្វើឲ្យជីវិតរឹតតែសៅហ្មងថែមទៀតប្រៀបដូចមនុស្សដែលដើរក្នុងទីងងឹតរមែងផ្លត់ផ្លាតដួលបោកបានដោយងាយកាលបើដួលនាំឲ្យប្រឡាក់ឬគ្រោះថ្នាក់បាក់ដៃបាក់ជើងធ្វើឲ្យរាងកាយសៅហ្មងឬទ្រុឌទ្រោមដូច្នោះដែរកាលបើលោកសន្និវាសត្រូវភ្លើងមានរាគៈជាដើមឆេះទ្រលោមជានិច្ចម្ដេចក៏អ្នកត្រេកត្រអាលទៅបានអ្នកទាំងឡាយត្រូវងងឹតគឺអវិជ្ជារួមរឹតហើយមិនដេចឡើយក៏មិនស្វែងរកប្រទីបគឺបញ្ញាយកមកដាក់ខ្លួនទំនៀមរបស់ពូជដូចទំនៀមកម្មការធ្វើល្អជាតួនាទីរបស់អ្នកដែលស្រឡាញ់អំពើល្អតែការឲ្យផលល្អយ៉ាងណានោះជាតួនាទីរបស់កម្មបុគ្គលមិនអាចបង្ខំតាមចិត្តរបស់ខ្លួនបានឡើយប្រៀបដូចការធ្វើស្រែដូច្នោះដែរភ្ជួររាស់ដកស្ទូងជាតួនាទីរបស់អ្នកស្រែឯការចេញគួរឲ្យផលវាជាតួនាទីរបស់ដើមស្រូវអ្នកស្រែយំអង្វរដោយការប្រញាប់ចង់បានស្រូវយ៉ាងណាក៏ដើមស្រូវមិនអាចបញ្ចេញគួរឲ្យបានដែរបើនៅមិនទាន់ដល់ពេលវេលាទេនោះក្នុងរឿងអ្នកចំការក៏មានទំនងដូចគ្នាបុគ្គលដាំពូជបែបណាក៏រមែងទទួលបានផលបែបនោះទោះជាប្រែคล้ายក៏មិនមែនស្វាយទៅជាក្រូចនោះដែរហើយក៏មិនអាចអង្វរកសុំដូរផ្លាស់ឲ្យផលខុសពីពូជដើមនោះបានឡើយទោសៈចាប់សត្វដាក់ក្នុងកន្លែងនៃកំហុសចូលព្យាយាមរងាប់នៅសេចក្តីក្រោធកុំឲ្យកើតឡើងបានបើរងាប់មិនបានភ្លាមទេក៏សូមឲ្យនៅត្រឹមតែក្នុងចិត្តប៉ុណ្ណឹងចុះកុំឲ្យប្រកាសតាមមុខតាមអាកប្បកិរិយាឬតាមវិចារឡើយព្រោះបើយើងសម្ដែងចេញមកឲ្យប្រកាសគឺវាជាការឃោសនានៅសេចក្តីអាក្រក់របស់យើងដោយខ្លួនឯងពស់ចាប់កង្កែបលេបឆ្មាចាប់កណ្ដុរស៊ីខ្លាចាប់មរឹកជាចំណីសេចក្តីខឹងក្រោធចាប់សត្វលោកលេបចូលទៅក្នុងកន្លែងនៃកំហុសយើងត្រូវព្យាយាមគ្រប់គ្រងនៅសេចក្តីក្រោធបើមិនដូច្នោះទេនឹងត្រូវសេចក្តីក្រោធចូលមកគ្រប់គ្រងលើយើងជាពិតប្រាកដទ្រុះសិលទ្រុះសុខសិលសែនស័ក្តិសិទ្ធិបុគ្គលអ្នកទ្រុះសិលគឺជាអ្នកបៀតបៀនខ្លួនឯងដោយពិតព្រោះការទ្រុះសិលគឺជាគូកម្មអាក្រក់ជាធម្មតានៃកម្មអាក្រក់វាមិនមែនឲ្យផលល្អដល់អ្នកធ្វើឡើយអ្នកទ្រុះសិលគឺជាចោរតែជាចោរដែលធ្វើនៅសេចក្តីឲ្យវិនាសដល់ខ្លួនឯងដោយដើមឈើដែលត្រូវវល់ជ្រៃរឹបរូតអីចឹងអ្នកមានសិលគឺជាអ្នកដែលមាននៅវត្ថុស័ក្តិសិទ្ធិដ៏អស្ចារ្យសិលលាងជម្រះនៅមន្ទិលសៅហ្មងក្នុងចិត្តដែលមន្ទិលសៅហ្មងនេះមិនអាចលាងជម្រះបានដោយទឹកទន្លេគង្គាជាដើមបានឡើយសិលកម្ចាត់បងនៅអន្តរាយខាងក្នុងដែលជាអន្តរាយក្រៃលែងអន្តរាយនេះមិនអាចកម្ចាត់បងបានដោយអំណាចមន្តវិជ្ជាការណាទាំងអស់ជីវិតមានសិលខ្ពង់ខ្ពស់ឧត្តម
សិលគឺជាគ្រឿងប្រដាប់យ៉ាងវិសេសរបស់មនុស្សទាំងឡាយសិលមានក្លិនក្រអូបផ្សព្វផ្សាយគ្រប់ទិសទីនិងសមគួរគ្រប់កាលសិលមានគុណអំណាចដ៏ខ្ពង់ខ្ពស់ស្ថិតនៅក្នុងបុគ្គលណាបុគ្គលនោះមនុស្សនិងទេវតាគួរគោរពបូជាសិលជាជណ្ដើរឡើងទៅកាន់ទេវលោកសិលជាឧបាយនាំឲ្យសម្រេចឈាននិងអភិញ្ញាសិលជាផ្លូវនាំឲ្យដល់មហានគរគឺព្រះនិព្វានសិលជាភូមិប្រឌិស្ថាននៅសាវកពោបច្ចេកពោនិងសមាពោធិញ្ញាណសិលនាំឲ្យសម្រេចនៅរបស់ដែលប្រាថ្នាប្រៀបដូចកបៈព្រឹកឬកែវទឹកក្នុងទេវលោក